គ្នាបាទថ្ងៃនេះខ្ញុំបានចុះពីលើភ្នំអូស្មាច់មកបាទដើម្បីមកស្រុកលំវែងបាទមករកមើលដើមដលងដើមអីដើម្បីត្រឡប់ទៅវិញប៉ុន្តែថ្ងៃនេះខ្ញុំពីនឹងជួបគ្រោះឧបតិហេតុមួយបាទគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ខ្ញុំគិតថារន្ធត់ខ្លាំងណាស់ហំបាញ់មិញខ្ញុំភ័យស្ទើរលូកព្រលឹងបាទដោយសារឡានក្រុងមួយគាត់បើកលបឿនពីស្រុកកន្លងវែងទៅបាទគូលឿនមែនតើហ្មងហើយគាត់ផ្លូវកោងក៏បានបងអង្គទេហើយមានស្ពានទៀតបាទពេលទៅដល់នោះគឺគាត់បានចូលមកក្នុងចំណីក្នុងផ្លូវរបស់ខ្ញុំអញ្ចឹងពាក់កដាលចូលពាក់កដាលហើយធ្វើខ្ញុំមានការស្វែងឆ្លោហើយខ្ញុំគិតពីសឹងអត់ទាន់អំបញ្ញមិញគ្រូថ្នាក់ចរាចរណ៍អំបញ្ញមិញបើកើតឡើងមែនគឺខ្ញុំជាមួយនឹងឡានក្រុងហ្នឹងគឺឡានខ្ញុំគៀបជាមួយនឹងដៃស្ពានតែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលបើកឡានក្រុងយកចង់បង្ហោះតែជាការទូមានបាទសូមបងប្អូនជួយកែសម្រួលឡើងវិញបាទព្រោះជីវិតមនុស្សនៅតាមដងផ្លូវមិនមែនយកមកលេងសើចជាមួយបងប្អូននោះទេបាទទាំងអ្នកជិះទាំងអ្នកធ្វើដំណើរជាមួយនឹងបងទាំងអ្នកជិះតាមបណ្ដោយដងផ្លូវហើយខ្ញុំសង្ឃឹមថាហើយសូមអធិស្ឋានដល់បងប្អូនដែលជាតកងឡានដែរសូមឲ្យបងប្អូនកែសម្រួលឡើងវិញបងអត់ចង់បង្ហោះវីដេអូឃ្លីបនេះទេប៉ុន្តែបើមិនបង្ហោះអញ្ចឹងនៅតែដដែលដែរគ្រោះថ្នាក់ចរាចរណ៍នឹងមាននៅលើទឹកដីកម្ពុជាដដែលហើយក៏ខ្ញុំសង្ឃឹមថាប្រធានក្រុមហ៊ុនរថម៉ានីបាទសូមលោកគ្រាន់តែណែនាំគាត់ទៅមិនបាច់ដកគាត់ចេញទេហើយគាត់មានការងារធ្វើបន្តទៀតគាត់ណែនាំកុំឲ្យគាត់បើកលបឿនលឿនទៀតទៅបានហើយថ្ងៃនេះបើខ្ញុំនិយាយមានការខុសឆ្គងសូមពុកម៉ែបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសផងពីព្រោះខឹងហើយភ័យខ្លាំងពេកបាទសូមអរគុណបាទហើយមានម៉ាននេះអត់ទេខ្ញុំឲ្យវាបើកខ្ញុំយល់តែអ្នកដំណើរមានម៉ាននេះអត់មានមានការអញ្ចឹងមិនព្រោះស្នាក់ខ្ញុំវាអត់សំខាន់ទេយល់ទេប៉ុន្តែនៅទីឡានឯងគាត់ឡើងគេគឺញ៉ាជីវិតលើបងឯងឯកភាពដៃហ្នឹងឯងគឺញ៉ាជីវិតលើបងឯងហើយបងឯងក៏mangអ៊ីនស៊ូរ៉ាន់ណាក៏mangអ៊ីនស៊ូរ៉ាន់ទៅសោះជីវិតគេមិនមែនយកមកលេងសើចទេបងឯងអញ្ចឹងទេអូនទៅកង់ឡានដូចគ្នាបងឯងខ្វល់កៅអូនមិញឡានបងក៏វាយនេះតិចឡានហ្មងជីវិតបាត់បង់នឹងថ្ងៃហ្នឹងហ្មងចង់អូនឯងសិក្សាមែនតើឥឡូវហ្នឹងកុំចេះលេងសើចទេជីវិតមិនមកវិញល្ងាចទេបងប្អូនឯងប៉ុណ្ណឹងយល់ទេអានលោកគ្រូអូនឯងម្ដងទៅថាអីអូនឯងជឿនជាតិដូចគ្នាមួយបងយល់ទេណាថាអូនឯងមើលពួកគាត់នៅទីក្នុងឡានហ្មងពួកគាត់ផ្ញើជីវិតលើអ្នកឯងកាន់ចកោតម្នាក់នេះណាអូនឯងសិក្សាច្បាស់នេះបងម្នាក់ផ្សេងនឹងអូនឯងមិនទេយល់ទេប៉ុន្តែយើងជឿនជាតិដូចគ្នាគ្រាន់តែជាការពមៀនអូនឯងច្បាស់ហើយបងផ្ដាំទៅរត់ទៅអីក្រុមហ៊ុនអូនឯងផងណាសូមឲ្យមានការព្រៀនបដៃអ្នកតកងឡានហ្នឹងបងមិនថាឡានហ្នឹងឡានក្រុងទៅក៏ឆ្លើយដែរហងៃបងនិយាយអស់ហ្មងណាជីវិតមនុស្សមិនមែនចេះយកមកលេងថោចឹងឡានទេណាយល់ទេងាប់ហ៎បើអូនឯងលេងចឹងណាផ្លូវកោងឡើងទៅហើយបងអូនឯងមកចឹងមកឡានបងផ្លូវកោងមានស្ពានទេមានស្ពានទៀតណាហើយពួកគាត់ចាស់ជំរាបសួរនេះវិញណាពួកគាត់ចាស់គាត់គ្រោះថ្នាក់តែគាត់គិតមិនណាអ្នកឯងនឹងនេះទទួលគ្រោះថ្នាក់មិនគឺទាំងអស់គ្នាហ្មងយល់ទេថាណាគេនេះទទួលក៏ត្រូវខ្ញុំសួរមើលណាអ៊ីនស្រែនណាបងឯងអាងអ៊ីនស្រែនណាឲ្យពួកអ៊ីនស្រែនវាបើកឡានម្ដងមកណាថ្ងៃនេះខ្ញុំនិយាយពួកអ៊ីនស្រែនទៀតកុំឲ្យឡានក្រុងទាំងអស់ទៅហើនពេកពួកលោកឯងយល់ទេមិនមែនលោកឯងលុយពួកលោកឯងមិនមើលមកទិញជីវិតគេបានទេលោកឯងសិក្សាច្បាស់ណាមើលគាត់ចាស់អូនឯងមើលអូនឯងមើលអូនឯងមើលខ្ញុំអត់អីទេណាមីងនិយាយគាត់ណែនាំតែមីងឃើញស្រាប់ហើយមិញណាងាប់ហើយឡានបងប៉ុណ្ណាតបកក្តាមហ្នឹងមិញបត់ចូលគ្នាដល់មិញគឺបត់បងឡានកពិតដូចជាជៀនអញ្ចឹងមិញណាអូនឯងសិក្សាឲ្យវិញឡើយហ្នឹងណាថ្ងៃនោះសូមផ្ដាំទៅដល់អ៊ីនស៊ូរ៉ែននឹងផ្ដាំដល់ឡានក្រុងទាំងអស់ហ្មងកុំយកជីវិតមនុស្សលើតាមផ្លូវមកលេងសើចអីសោះខ្ញុំប្រាប់ងាប់គេលោកឯងមកគ្រួសារលោកឯងវាមានបញ្ហាអញ្ចឹងតែអារម្មណ៍ពួកលោកឯងយ៉ាងណាសិក្សាច្បាស់ខ្ញុំអរគុណហើយជំរាបសិនណាលោកយាយបងឯងសិក្សាច្បាស់អូនឯងក៏អញ្ចឹងដែរ